នៅជិតទីបញ្ចប់នៃរាជវង្សហានពេលដែលអធិរាជគ្រាន់តែជាអាយ៉ងហើយពួកស្ដេចត្រាញ់បានបែងចែកទឹកដីគ្នាដោយបង្ហូរឈាមសម្ព័ន្ធភាពសម្ងាត់មួយត្រូវបានបង្កើតឡើងរវាងមន្ត្រីរាជវាំងដ៏ឆ្លាតវៃម្នាក់និងម្នាក់ទៀតជាអ្នកចម្បាំងដ៏អង់អាចសម្ព័ន្ធភាពនេះនឹងផ្ដួលរំលំជនផ្ដាច់ការដ៏ឃោរឃៅបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រចិនដែលផ្លាស់ប្ដូរដំណើររឿងនៃរាជវង្សហានជារឿងរហូតខ្ញុំកំពុងនិយាយអំពីវ៉ាងអ៊ីននិងលីពូមន្ត្រីនិងមេទ័ពធំដែលបានសហការគ្នាដើម្បីធ្វើឃាតតុងជ័រដែលជាស្ដេចត្រាញ់ក្តោបក្តាប់អំណាចពីក្រោយអធិរាជវាជារឿងរ៉ាវដែលស្ដាប់ទៅដូចជាខ្សែភាពយន្តរន្ធត់មួយអញ្ចឹងគំនុំក្នុងរាជវាំងផែនការស្នេហាត្រីកោណឃាតកម្មដ៏សាហាវនិងការលេងល្បែងភ្នាល់ដ៏ប្រថុយប្រថានដែលបញ្ចប់ទៅដោយសោកនាដកម្មប៉ុន្តែតើអ្វីខ្លះជាការពិតក្នុងប្រវត្តិសាស្ត្រហើយអ្វីខ្លះជារឿងព្រេងនិទានថ្ងៃនេះយើងនឹងបំបែកការពិតចេញពីរឿងប្រឌិតស្វែងយល់ពីកំណត់ត្រាប្រវត្តិសាស្ត្រពិតប្រាកដនិងស្វែងយល់ថាតើហេតុអ្វីបានជាសម្ព័ន្ធភាពដ៏គ្រោះថ្នាក់នេះនៅតែដក់ជាប់ក្នុងជម្រៅចិត្តមនុស្សអស់រយៈពេលជិត2000ឆ្នាំមកនេះបើអ្នកគិតថារឿងប្រឌិតមានភាពទាក់ទាញខ្លាំងអ្នកក៏គួរតែដឹងដែរថារឿងរ៉ាវនៃការពិតគឺគួរឲ្យចាប់អារម្មណ៍ជាងនិងស្មុគស្មាញជាងសៀវភៅប្រឡោមលោកនិងក្នុងរឿងភាគទៅទៀតចុងសម័យរាជវង្សហានខាងកើតប្រៀបបាននឹងផ្ទះដែលកំពុងត្រូវភ្លើងឆេះអធិរាជឡើងសោយរាជតាំងពីនៅវ័យកុមារហើយក៏បានសគត់តាំងពីនៅក្មេងវ័យអំណាចក៏បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកមន្ត្រីអាមាត្យក្នុងរាជវាំងគឺពួកមន្ត្រីទាំង12នាក់ដ៏ល្បីឈ្មោះដែលបានរៀបចំចាត់ចែងកិច្ចការរាជវាំងនិងបំបិទមាត់អ្នកប្រឆាំងនៅឆ្នាំ184ការបះបោរពួកកន្សែងលឿងបានផ្ទុះឡើងដែលជាការបះបោររបស់រាជកសិករដ៏ធំមួយបានធ្វើឲ្យកងទ័ពអធិរាជចុះខ្សោយនិងបើកផ្លូវឲ្យពួកស្ដេចត្រាញ់តាមតំបន់អាចបង្កើតកងទ័ពផ្ទាល់ខ្លួនរបស់ពួកគេបន្ទាប់មកនៅឆ្នាំ189រដ្ឋប្រហារក្នុងរាជវាំងមួយបានធ្លាក់ក្នុងភាពវឹកវរយ៉ាងធ្ងន់ធ្ងរមន្ត្រីសំខាន់ក្នុងដំណាក់ស្ដេចនិងជាមេទ័ពផងគឺហឺជីនបានបញ្ជាឲ្យប្រហារជីវិតពួកមន្ត្រីអាមាត្យប៉ុន្តែពួកអាមាត្យបានវាយប្រហារមុនហើយក៏បានធ្វើឃាតគាត់នៅក្នុងភាពចលាចលនោះមេទ័ពប្រចាំព្រំដែនម្នាក់ឈ្មោះតង់ជួបានដឹកនាំកងទ័ពដែលពោពេញដោយបទពិសោធន៍សង្គ្រាមរបស់ខ្លួនចូលមករាជធានីលូយ៉ាងគាត់បានទម្លាក់អធិរាជសាវដែលមានព្រះជន្ម13វស្សាចេញពីរាជបល្ល័ង្ករួចជំនួសវិញដោយព្រះអនុជរបស់ទ្រង់ដែលក្រោយមកក្លាយជាអធិរាជសៀនហើយតុងជួក៏បានប្រកាសខ្លួនឯងជាឧបរាជតុងជួមិនត្រឹមតែជាមនុស្សលោភលន់ចង់បានអំណាចនោះទេគាត់ថែមទាំងឃោរឃៅទៀតផងនៅពេលដែលសម្ព័ន្ធមិត្តនៃពួកស្ដេចត្រាញ់ភៀកខាងកើតបានក្រោកឈរប្រឆាំងនឹងគាត់នៅឆ្នាំ190គាត់បានដុតបំផ្លាញទីក្រុងលូយ៉ាងខ្លាយជាផេះបង្ខំកេណ្ឌប្រជាជនស៊ីវិលទាំងអស់រួមជាមួយអធិរាជវ័យក្មេងទៅកាន់រាជធានីភៀកខាងលិចឆាងអានហើយបានគ្រប់គ្រងតាមរយៈការសាបព្រោះភាពភ័យខ្លាចមន្ត្រីណាដែលហ៊ានរិះគន់គាត់នឹងត្រូវប្រហារជីវិតភ្លាមពេលនេះចក្រភពហានស្ថិតនៅក្រោមរបបផ្ដាច់ការប៉ុន្តែសូម្បីតែនៅចំកណ្ដាលទីក្រុងឆាងអានក៏មានក្រុមអ្នកស្មោះត្រង់តូចមួយចាប់ផ្ដើមខ្សឹបខ្សៀវគ្នាថាតើយើងត្រូវកម្ចាត់បិសាចមួយនេះដោយរបៀបណាងាកមកមើលវ៉ាងអ៊ីនកើតនៅឆ្នាំ137ក្នុងស្រុកឈីខេត្តសានស៊ីវ៉ាងអ៊ីនកើតក្នុងគ្រួសារមន្ត្រីរដ្ឋបាលខេត្តគាត់បានចូលបម្រើការងាររាជការតាំងពីអាយុ19ឆ្នាំហើយបានឡើងឋានៈយ៉ាងលឿនដែលបានបម្រើការក្រោមអធិរាជចំនួន3អង្គគឺលីងសាវនិងសៀនប៉ុន្តែដំណើរជីវិតតួនាទីរបស់គាត់ក៏ធ្លាប់ឆ្លងកាត់ភាពលំបាកផងដែរនៅពេលដែលគាត់មានចំនួនជាមួយមន្ត្រីអាមាត្យដ៏មានអំណាចឆាងយ៉ាងគាត់បានបាត់បង់អ្វីៗទាំងអស់ហើយត្រូវភៀសខ្លួនទៅជនបទក្រោយមកបន្ទាប់ពីការស្លាប់របស់ចាងយ៉ាងគាត់ត្រូវបានហឺជីនហៅត្រឡប់មកវិញហើយត្រូវបានតែងតាំងជាចៅហ្វាយខេត្តហឺណានដែលជាតំបន់នៅជុំវិញរាជធានីនៅពេលដែលតុងជួដណ្ដើមបានអំណាចវ៉ាងអ៊ីនបានធ្វើការសម្រេចចិត្តដ៏សំខាន់មួយជំនួសឲ្យការប្រឆាំងដោយចំហគាត់បានធ្វើពុតជាសហការព្រមបម្រើការឲ្យតុងជួគាត់បានទទួលយកតំណែងជាន់ខ្ពស់ជាមន្ត្រីសេនាបតីដែលជាមន្ត្រីស៊ីវិលកំពូលមួយក្នុងចំណោមឧត្តមមន្ត្រីទាំង3របស់រាជការហានហើយរងចាំឱកាសដើម្បីកម្ចាត់តុងជួវ៉ាងអ៊ីននៅក្នុងចិត្តរបស់គាត់ពុះកញ្ជ្រោលដោយកំហឹងភាពខូខើរបស់តុងជួធ្វើឲ្យគាត់រន្ធត់ចិត្តជាខ្លាំងមន្ត្រីនានាត្រូវបានគេធ្វើទរណកម្មនិងសម្លាប់អធិរាជបានក្លាយជាអ្នកទោសយ៉ាងពិតប្រាកដហើយរាជវាំងហានដែលជាស្ថាប័នដែលវ៉ាងអ៊ីនបានស្បត់បម្រើកំពុងតែត្រូវបានបំផ្លាញនៅដើមឆ្នាំ192វ៉ាងអ៊ីនចាប់ផ្ដើមរៀបចំផែនការគាត់បានប្រមូលផ្ដុំមន្ត្រីដែលមានគំនិតដូចគ្នាមួយក្រុមតូចរួមមានស៊ឺសុនយួយនិងមេទ័ពប្រចាំរាជវាំងហ្វាំងវ៉ាន់ពួកគេមានឆន្ទៈដ៏មុតមាំអ្វីដែលពួកគេខ្វះខាតនោះគឺអាវុធមួយអាវុធនោះបានមកដល់ក្នុងទម្រង់ជាមេទ័ពវ័យក្មេងម្នាក់ឈ្មោះលីពូ
លីពូគឺជាតួអង្គដ៏ល្បីល្បាញបំផុតមួយក្នុងយុគសម័យនគរទាំង3ចាប់កំណើតនៅតំបន់ព្រំដែនភាគខាងជើងគាត់គឺជាអ្នកជំនាញខាងជិះសេះនិងបាញ់ធ្នូដែលត្រូវបានគេដាក់រហស្សនាមថាមេទ័ពហោះហើរលីពូក៏ល្បីល្បាញដែរខាងចិត្តមិនស្មោះត្រង់គាត់ធ្លាប់បានក្បត់និងសម្លាប់ចៅហ្វាយមុនរបស់គាត់គឺទៀងយានដើម្បីទៅចុះចូលជាមួយតង់ជ័រដែលបានទទួលយកគាត់ជាកូនធរនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រមិនមានស្រីស្អាតឈ្មោះទាវឆាននោះទេសាច់រឿងដ៏ល្បីល្បាញដែលអ្នកធ្លាប់បានដឹងគឺវ៉ាងអ៊ិនបានប្រើកូនស្រីធរដ៏ស្រស់ស្អាតរបស់ខ្លួនដើម្បីប្រើសម្រស់មកតាក់ទាញនិងលួងលោមទាំងលីពូនិងតុងជ័រដោយធ្វើឲ្យពួកគេបែរមកប្រឆាំងគ្នាឯងគឺមានប្រភពចេញពីសៀវភៅប្រឡោមលោកសតវត្សទី14រឿងវីរៈជនសាមកុកឆ្នាំ1994និងរឿងភាគសាមកុកថ្មីឆ្នាំ2010តាមការពិតអ្វីដែលបណ្ដាលឲ្យមានការបែកបាក់រវាងលីពូនិងតុងជ័រគឺជារឿងធម្មតាមួយប៉ុន្តែមានគ្រោះថ្នាក់ខ្លាំងជាងនេះទៅទៀតយោងតាមកំណត់ត្រាប្រវត្តិសាស្ត្រនគរទាំង3លីពូមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្រីបម្រើម្នាក់របស់តុងជ័រគាត់រស់នៅក្នុងភាពភ័យខ្លាចជានិច្ចខ្លាចថាតុងជ័រនឹងដឹងរឿងនេះនៅពេលបានដឹងរឿងស្ដេចត្រាញ់នេះមានកំហឹងឆាបឆេះខ្លាំងហើយធ្លាប់ទាំងបានគប់លំពែងទៅលើលីពូក្នុងអំឡុងពេលផ្ទុះកំហឹងម្ដងទៀតផងវាគឺជាការភ័យខ្លាចមិនមែនសេចក្តីស្រឡាញ់ទេដែលធ្វើឲ្យលីពូមានចំណុចខ្សោយហើយវ៉ាងអ៊ីនបានមើលឃើញឱកាសរបស់គាត់វ៉ាងអ៊ីនបានទៅជួបលីពូជាសម្ងាត់យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រនគរទាំង3វ៉ាងអ៊ីនបានលើកឡើងពីកំណត់ចង់ធ្វើឃាតតុងជ័រជាមុតលីពូមានការស្ទាក់ស្ទើរព្រោះទោះជាយ៉ាងណាតុងជ័រគឺជាឪពុកធម៌របស់គាត់ប៉ុន្តែវ៉ាងអ៊ីនពូកែខាងបញ្ចុះបញ្ចូលគាត់បាននិយាយពាក្យមួយឃ្លាថានាមត្រកូលរបស់លោកមេទ័ពគឺលីអ្នកមិនមែនជាសាច់ឈាមរបស់តុងជ័រទេហើយតុងជ័រក៏គ្មានក្តីស្រឡាញ់ដូចជាឪពុកបង្កើតរបស់លោកមេទ័ពឡើយលីពូពេលបានស្ដាប់ពាក្យបញ្ចុះបញ្ចូលរបស់វ៉ាងអ៊ីនក៏ចាប់ផ្ដើមមានសេចក្តីក្លាហានដើម្បីកម្ចាត់តុងជ័រលីពូក៏បានយល់ព្រមលើរឿងនេះវ៉ាងអ៊ីននិងប៉ាក់ពួកក៏បានរៀបចំផែនការរួចរាល់ដោយវ៉ាងអ៊ីននិងស៊ឺស៊ុនយួយនិងថ្លែងរាជសារមួយដែលក៏ហៅតុងជ័រទៅកាន់រាជវាំងសម្រាប់ពិធីអបអរសាទរការជាសះស្បើយពីព្រះរោគរបស់អាថេរីសៀននៅពេលតុងជ័រមកដល់លីពូរួមជាមួយទាហានដែលបានជ្រើសរើសយ៉ាងសម្រិតសម្រាំង100នាក់ទៀតនិងស្ទាក់វាយប្រហារគាត់នៅច្រកទ្វាររាជវាំងសកម្មភាពនេះគឺប្រថុយប្រថានបំផុតប្រសិនបើពួកគេបរាជ័យពួកគេទាំងអស់គ្នានឹងត្រូវគេសម្លាប់ចោលនៅថ្ងៃទី22ខែឧសភាឆ្នាំ192តុងជ័របានជិះក្នុងរទេះដ៏អស្ចារ្យរបស់ខ្លួនឆ្ពោះទៅកាន់រាជវាំងដែលមានឆ្មាំផ្ទាល់ខ្លួនអមដំណើរគាត់ជឿថាគាត់គ្រាន់តែទៅចូលរួមពិធីធម្មតាមួយប៉ុណ្ណោះប៉ុន្តែនៅពេលដែលគាត់ឆ្លងកាត់ច្រកទ្វាររាជវាំងអ្វីទាំងអស់ខុសពីការគិតរបស់គាត់រំពេចនោះលីពូនិងកូនចៅរបស់គាត់បានឡោមព័ទ្ធរទេះសេះតុងជ័របានស្រែកហៅឲ្យលីពូជួយការពារគាត់ផ្ទុយទៅវិញលីពូបានបោះជំហានទៅមុខលើកអាវុធរបស់ខ្លួនហើយវាយប្រហារផ្ដាច់សង្ខារតែម្ដងជនផ្ដាច់ការក៏ត្រូវបានស្លាប់បាត់បង់ជីវិតក្នុងមួយប្រព្រឹត្តភ្នែករបបគ្រប់គ្រងដ៏សាហាវយង់ខ្នងដែលអូសបន្លាយអស់រយៈពេល3ឆ្នាំដ៏វែងឆ្ងាយត្រូវបានបញ្ចប់ពេលនេះវ៉ាងអ៊ីនបានក្លាយជាប្រមុខដឹកនាំរាជការហានយ៉ាងពេញលេញគាត់បានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីពង្រឹងអំណាចដោយចេញបញ្ជាឲ្យចាប់ខ្លួននិងប្រហារជីវិតគ្រួសារនិងពួកមនុស្សដែលជិតស្និទ្ធបំផុតរបស់តុងជ័រប៉ុន្តែវ៉ាងអ៊ីនបានបង្កើតកំហុសដ៏ធំមួយទាហានអតីតរបស់តុងជ័ររាប់ពាន់នាក់នៅតែបន្តបោះជំរំនៅក្រៅទីក្រុងឆាងអានក្រោមការបញ្ជាពីលីជឺគួកស៊ឺនិងមន្ត្រីស្មោះត្រង់ដទៃទៀតអ្នកទាំងនេះបានផ្ញើសារអង្វរករយ៉ាងទទូចទៅកាន់វ៉ាងអ៊ីនដើម្បីឲ្យផ្ដល់ការលើកលែងទោសដល់ពួកគេនិងយល់ព្រមចុះចូលជាមួយនឹងការរៀបចំរបបថ្មីនេះវ៉ាងអ៊ីនបានបដិសេធការសម្រេចចិត្តនេះគឺផ្អែកលើគោលការណ៍វ៉ាងអ៊ីនជឿថាអ្នកក្រោមបង្គាប់របស់តុងជ័របានប្រព្រឹត្តអំពើឃោរឃៅហេតុនេះពួកគេត្រូវតែទទួលខុសត្រូវវ៉ាងអ៊ីននៅតែប្រកាន់ជំហរសម្រេចកាត់ទោសប្រហារជីវិតលីជឺនិងគួកស៊ឺដែលដឹងថាពួកគេនឹងត្រូវគេប្រហារជីវិតនោះបានស្ដាប់តាមការណែនាំរបស់អ្នកយុទ្ធសាស្ត្រជាស៊ីហើយបានលើកទ័ពវាយលុកទីក្រុងឆាងអាននៅថ្ងៃទី28ខែមិថុនាឆ្នាំ192ត្រឹមតែ37ថ្ងៃបន្ទាប់ពីការធ្វើឃាតតុងជ័រកងទ័ពរបស់ពួកគេបានវាយលុកចូលរាជធានីលីពូបានប្រយុទ្ធយ៉ាងក្លាហានប៉ុន្តែត្រូវបានវាយឲ្យដកថយលីពូនៅពេលបានជួបវ៉ាងអ៊ីនក៏បាននិយាយអង្វរឲ្យគាត់រត់គេចខ្លួនវ៉ាងអ៊ីនបានបដិសេធវ៉ាងអ៊ីនបដិសេធមិនរត់គេចខ្លួនដោយសារគាត់មានចិត្តអាណិតស្រឡាញ់ចំពោះអធិរាជវ័យក្មេងនិងមិនចង់បោះបង់ព្រះអង្គម្ដងទៀតឡើយពួកកងទ័ពបះបោរបានចាប់ខ្លួនវ៉ាងអ៊ីនព្រមទាំងគ្រួសាររបស់គាត់មួយចំនួនធំ
ប៉ុន្មានថ្ងៃក្រោយមកគាត់ត្រូវបានគេប្រហារជីវិតជាសាធារណៈនៅកណ្ដាលទីក្រុងឆាងអានវ៉ាងអ៊ីនបានអស់ជីវិតក្នុងអាយុ55ឆ្នាំលីពូបានរត់គេចទៅភូមិខាងកើតច្រើនឆ្នាំក្នុងជីវិតរស័តអណ្ដែតក្នុងនាមជាស្ដេចត្រាញ់ផ្លាស់ប្ដូរពីតំបន់មួយទៅតំបន់មួយដោយមិនដែលស្វែងរកជំរកដ៏សុវត្ថិភាពមួយបានឡើយរហូតដល់ទីបំផុតគាត់ត្រូវបានចាប់ខ្លួននិងប្រហារជីវិតដោយឆាវក្នុងឆ្នាំ199ដូច្នេះតើសម្ព័ន្ធភាពនេះទទួលបានជោគជ័យដែរឬទេក្នុងន័យមួយគឺជោគជ័យមរណភាពរបស់តុងជួរបានដកចេញនៅការគម្រាមកំហែងដ៏ធំបំផុតភ្លាមចំពោះអធិរាជនិងរាជវង្សហានទាំងមូលរឿងនេះបានបញ្ជាក់បង្ហាញថាសូម្បីតែជនផ្ដាច់ការដ៏ខ្លាំងក្លាបំផុតក៏អាចត្រូវបានផ្ដួលរំលំដោយមនុស្សមួយក្តាប់តូចដែលមានការបដិញ្ញាចិត្តខ្ពស់ដែរប៉ុន្តែនៅក្នុងន័យកាន់តែជ្រាលជ្រៅផែនការនេះបានផ្ដល់ផលវិបាកត្រឡប់មកវិញយ៉ាងមហន្តរាយការបដិសេធមិនព្រមសម្របសម្រួលរបស់វ៉ាងអ៊ីនបានបង្កឲ្យមានសង្គ្រាមស៊ីវិលដែលបំផ្លាញប្រព័ន្ធរាជការហានធ្វើឲ្យឆាងអានខ្ទេចខ្ទីនិងអនុញ្ញាតឲ្យស្ដេចត្រាញ់ដូចជាលីជឺនិងគក់ស៊ឺដណ្ដើមយកការគ្រប់គ្រងបានមកវិញនៅទីបំផុតអធិរាជបានរត់គេចខ្លួននៅឆ្នាំ195តែត្រូវធ្លាក់នៅក្រោមការការពាររបស់ឆាយដែលជាបុគ្គលម្នាក់ដែលនឹងចាក់គ្រឹះសម្រាប់នគរវ័យនិងយុគសម័យនគរទាំង3ចូលចំណែករឿងព្រេងនិទានវិញរាប់សតវត្សក្រោយមកសាច់រឿងនេះត្រូវបានគេសរសេរឡើងវិញអ្នកនិពន្ធប្រឡោមលោកសតវត្សទី14បានបង្កើតតួអង្គទាវឆានដែលជានារីដ៏ស្រស់ស្អាតដែលបានលួងលោមទាំងលីពូនិងតុងជួរដែលផ្លាស់ប្ដូរពីរឿងការធ្វើឃាតនយោបាយទៅជារឿងរ៉ាវនៃក្តីស្រឡាញ់ការក្បត់និងការដោះដូរដោយប្រើរូបសម្រស់ទៅវិញប្រវត្តិសាស្ត្រពិតប្រាកដគឺយើងអាចនិយាយបានថាវាកាន់តែមានភាពទាក់ទាញជាងព្រោះមានមន្ត្រីដែលមានគុណធម៌និងសេចក្តីក្លាហានធំធេងព្រមទាំងការសម្រេចចិត្តខុសដែលនាំមកនូវមហន្តរាយសម្ព័ន្ធភាពដ៏គ្រោះថ្នាក់មួយអាចផ្លាស់ប្ដូរប្រវត្តិសាស្ត្រវាអាចល្អជាងមុនហើយក៏អាចអាក្រក់ជាងមុនបានដូចគ្នាតែអ្នកគិតថាវ៉ាងអ៊ីនសម្រេចចិត្តត្រឹមត្រូវដែរឬទេក្នុងការបដិសេធមិនព្រមផ្ដល់ការលើកលែងទោសឬមួយក៏គោលការណ៍របស់គាត់នេះហើយដែលជាអ្នកបំផ្លាញរាជវង្សហានសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូបន្ទាប់